ក្រោយជាប់លើសមុទ្រជាង250ថ្ងៃក្នុងបេសកកម្មសង្គ្រាមអ៊ីរ៉ង់នាវិកនឹងទីហ៊ានម៉ារីនអាមេរិកជិត 5000 នាក់នឹងបានឡើងគោកសម្រាកនៅប្រទេសថៃហើយពេលនេះបត្យាដែលល្បីល្បាញជីវិតពេលរាត្រីកំពុងត្រៀមសន្តិសុខនិងសេវាកំសាន្តដោយរំពឹងថាវត្តមានរបស់ទីហ៊ានអាមេរិកអាចនាំចំណូលជិតកន្លះលានដុល្លារចូលទីក្រុងនាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាអម2គ្រឿងទៀតនឹងចូលចតនៅកំពង់ផែឡានឆាបាងរបស់ថៃពីថ្ងៃទី2ដល់ថ្ងៃទី6ខែកញ្ញាឆ្នាំ2026កំពង់ផែនេះមានចម្ងាយប្រហែលជាង20គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងបត្យាអ្នកនាំពាក្យក្រសួងការពារជាតិថៃលោកស៊ូរ៉ាសែនកុងស៊ីរីបញ្ជាក់ថានាវិកនឹងត្រូវបានអនុញ្ញាតឲ្យឡើងគោកសម្រាកនិងស្ដារកម្លាំងមុនបន្តដំណើរត្រឡប់ទៅអាមេរិកវិញនេះបើយោងទៅតាមកាសែត Thai The Nation បត្យាជាទីក្រុងឆ្នេរដ៏ល្បីរបស់ថៃដែលសម្បូរសណ្ឋាគារភោជនីយដ្ឋាននិងជីវិតកំសាន្តពេលរាត្រីតំបន់ Wall Street ល្បីដោយបារក្លឹបរាត្រីនារីកំដរដ៏សម្បូរបែបបរិះកំដរក៏ច្រើនហូរហៀហើយជាគោលដៅសំខាន់របស់ភ្ញៀវបរទេសជាច្រើនដែលទៅសម្រាករយៈពេលខ្លីកាសែតខៅសូតថាប្រសិនបើមនុស្សម្នាក់ចំណាយពី 1000 ដល់ 3000 បាតប្រាក់ចំណូលអាចលើសពី5លានទៅដល់15លានបាតឬប្រហែលជា150,000ទៅដល់450,000ដុល្លារប៉ុន្តែអាជ្ញាធរថៃមិនទាន់បង្ហាញជាសាធារណៈអំពីវិធានការសុខភាពជាក់លាក់ដូចជាការចែកស្រោមអនាម័យការធ្វើតេស្តអេដឬក៏ការបង្ការជំងឺឆ្លងតាមការរួមភេទសម្រាប់ការមកដល់នេះទេកន្លងទៅអាជ្ញាធរបត្យាធ្លាប់ព្រមានពីការកើនឡើងនៃជំងឺស្វាយប្រមេះនិងជំងឺកាមរោគផ្សេងៗទៀតនៅក្នុងតំបន់នេះសូមរំលឹកថានាវា USS Abraham Lincoln បានចាក់ចេញពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025មុនត្រូវបង្វែរទៅមជ្ឈមបូព៌ាដើម្បីគាំទ្រប្រតិបត្តិការសង្គ្រាមនៅអ៊ីរ៉ង់បេសកកម្មដ៏យូរបានបង្កក្តីបារម្ភអំពីសុខភាពផ្លូវចិត្តរបស់កងទ័ពនៅលើនាវាខណៈការចូលចតនៅថៃនឹងផ្ដល់ឲ្យពួកគេនៅឱកាសសម្រាកដ៏កម្រមួយមុនបន្តដំណើរត្រឡប់ទៅផ្ទះខ្ញុំរស់សុធាពី News Today NTTVដើម្បីដែលបងប្អូនទួរកហើយដើម្បីកំស្នត់ដល់ការគ្រប់គ្រងនិងការតឹងតឹងរឹងចាំក្នុងឱកាសខួប15ឆ្នាំនៃក្រុមហ៊ុនអង្គរ Green ផ្ដល់ជូនខ្នាតយក្សមិនធ្លាប់មានបញ្ចុះតម្លៃពិសេសលើត្រាក់ទ័រ New Holland រហូតដល់$8,500ចំនួនមានកំណត់ផ្ដល់ជូនចាប់ពីថ្ងៃនេះដល់31សីហា2026តែប៉ុណ្ណោះ